Welcome at Entertainment Program. Shine bright like a diamond. Shine bright like a diamond. Find light in the beautiful sea. I chose to be happy. You and I, we're like diamonds in the sky. You're a shooting star, I see, a vision of ecstasy. When you hold me. សួស្តីមិត្តមកយូរវ័យដែលកំពុងស្ដាប់ការផ្សាយជូនពីស្ថានីយ៍វិទ្យុទន្លេនិងវិទ្យុក្រុងសៀមរាបជាទីនឹករលឹកនៅក្នុងកម្មវិធី Art International Talk Show បានវិលមកជួបបងប្អូនប្រិយមិត្តម្នាក់ស្ដាប់តាមពេលវេលានិងម៉ោងដដែលដែលនៅក្នុងកម្មវិធីរបស់យើងគឺបានជួបជាមួយនឹងវត្តមានរបស់ពិធីករពិធីករនីទាំង3នាក់បាទសប្តាហ៍នេះយើងមាន3នាក់គឺចាអាណាកញ្ញាខេកថងនិងកញ្ញាអេឡិចបាទចាសួស្តីប្រិមត្តដោយសារតែសប្តាហ៍នេះនាងខ្ញុំទៅបានចូលរួមបាទហើយក្នុងវេទិនេះសុខសប្បាយទេចាសុខសប្បាយធម្មតាទេហើយចុះចំពោះលោកកណែនិងកញ្ញាខេកថតវិញបាទសុខសប្បាយដូចគ្នាសុខសប្បាយមានអារម្មណ៍ដូចកក់ក្ដៅចាដោយសារមានគ្នាច្រើនហ្មងសប្តាហ៍មុនយើងមាន2នាក់តែសប្តាហ៍នេះយើងម្នាក់ទៀតចំណូលថ្មីសង្ឃឹមថានិយាយមន់ថ្មីបាទថាយើងនឹងក្រុងគាត់ចំណូលចាក្រុងទុកហ្មងដែលនៅក្នុងកម្មវិធីរបស់យើងគឺមានការផ្សាយជូនជារៀងរាល់ថ្ងៃសៅរ៍នៅថ្ងៃអាទិត្យវេលាម៉ោង8និង9យប់ដែលជួបជាមួយនឹងពួកយើងទាំង3នាក់បាទអញ្ចឹងនៅក្នុងកម្មវិធីនេះនឹងជម្រាបជូននៅព័ត៌មានរបស់តារាចាអន្តរជាតិមានច្រើនមិនថាជាតារាចិនចាចិនកូរ៉េខ្មែរNo អត់ទេខ្មែរគឺកម្មវិធីព័ត៌មានសិល្បៈកំសាន្តចាដែលតារាអន្តរជាតិរួមមានទាំងពីចិនទាំងកូរ៉េគឺលើកយកមកទាំងអស់មែនទេបាទអមជាមួយនឹងបទចម្រៀងអន្តរជាតិថ្មីផ្លែកជួអេឡិចជាមួយនឹងកាណែលអន្តរជាតិដែរឬទេចានេះខ្ញុំគឺខ្ញុំជាខ្មែរសុទ្ធតែម្ដងប៉ុន្តែ nickname គឺបែបអន្តរជាតិបាទដោយសារតែយើងមុខយើងគឺកាត់និយាយទៅមុខកាត់តមុខចង់និយាយថាមុខយើងកូនកាត់ខ្មែរទៅនេះលក្ខណៈសាសផ្សេងលាយអញ្ចឹងដាក់ឈ្មោះផ្សេងទៅចូលពិធីការនេះអត់មានឆ្ងល់ខ្ញុំទេឈ្មោះខ្ញុំចម្លែកឈ្មោះកញ្ញាខេកថតនឹងខ្ញុំអត់ទាន់យល់ដឹងអាច comment នៅក្នុងទំព័រ Facebook មកខ្ញុំនឹងប្រាប់ហឺអីទៅសួរកណាមសួរខ្ញុំមកល្អចាខ្ញុំអ្នកដាក់ឈ្មោះឲ្យចុះអូខេកុំឲ្យខាប់ពេលវេលាយូរនៅក្នុងកម្មវិធីរបស់យើងមានបទចម្រៀងមួយបទបាក់ទំព័រកម្មវិធីចាបទអីចេះសង្ឃឹមថាបទចម្រៀងនេះនឹងពេញចិត្តជាមួយនឹងប្រិយមិត្តដែលកំពុងស្ដាប់ទាំងអស់គ្នាអញ្ចឹងជាមួយនឹងកម្មវិធីសូមវិជាមួយនឹងបទចម្រៀងកម្មវិធីមួយតទៅ River FM 102.5 MHz Dearly beloved, if this love only exists in my dreams, don't wake me up. Too much light in this window, don't wake me up. Only coffee, no sugar inside my cup. If I wake and you're here still, give me a kiss. I wasn't finished dreaming about your lips. Don't wake me up, 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 up. Don't wake me up, 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 up. Don't wake me up, 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 up. Don't wake me up, don't wake me, don't wake me up. Don't wake me up, don't wake me. So much life in the city, you won't believe. Been away for some days now, no time to sleep. If your heart is a pillow, this love's the bed. Up, 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 up. Don't wake me up, 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 up. Don't wake me up, 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 up. Don't wake me up, don't wake me, don't wake me up. Don't wake
unless I'm falling for you. I don't wanna fall asleep. I won't fall unless I'm falling for you. Don't wake me up. Don't wake me up. Up. Don't wake me up. Don't wake me. Shine bright like a diamond. Shine bright like a diamond. Fine light in the beautiful sea. បានចឹងវិលមកជួបគ្នាសាជាថ្មីនៅក្នុងវគ្គទី2នៃកម្មវិធី Art International Talk Show ដែលនៅក្នុងសប្តាហ៍នេះគឺថ្ងៃសៅរ៍ហ្នឹងខ្ញុំនឹងជម្រាបជូនអំពីជីវិតពិតរបស់តុលាការមុខដៃប៉ាវចិនចាយើងបែរជាដឹងទាំងអស់គ្នាគឺជាភាពយន្តមួយដែលល្បីហើយមើលមិនចេះសាំបាទគឺមិនចេះសាំគឺល្បីមែនតើរឿងតុលាការមុខដៃប៉ាវចិនចង់ដឹងថាតើអ្នកតួសម្ដែងនៅក្នុងរឿងតុលាការមុខដៃប៉ាវចិនហ្នឹងគាត់ឈ្មោះពិតគាត់ឈ្មោះអ្វីគាត់កើតនៅថ្ងៃណាខែណាឆ្នាំណានិងរឿងអ្វីខ្លះស្នាដៃអ្វីខ្លះក៏បានសម្ដែងហើយជាពិសេសនោះក្រៅពីជីវិតពិតសិល្បៈតើគាត់មានអ្វីផ្សេងទៀតដើម្បីយកមកបង្ហាញជូនប្រិយមិត្តយើងនឹងជម្រាបជូននៅក្នុងវគ្គនេះខ្ញុំគិតថាពេលមកអ្នកស្ដាប់ប្រហែលជាចង់ដឹងជាមួយនឹងជីវិតពិតរបស់តុលាការមុខដៃប៉ាវចិនអញ្ចឹងខ្ញុំនឹងជម្រាបជូនតែម្ដងទៅតុលាការមុខដៃប៉ាវចិនគាត់មានឈ្មោះថាជីនចៅឈុនដែលកើតនៅថ្ងៃទី26ខែវិច្ឆិកាឆ្នាំ1951ដែលមានទីកន្លែងកំណើតនៅក្នុងទីក្រុងតៃប៉េនៅតៃវ៉ាន់ឆ្នាំដែលគាត់ចូលប្រឡូកក្នុងវិស័យសិល្បៈគឺគាត់ចាប់ផ្ដើមចូលប្រឡូកនៅក្នុងឆ្នាំ1979រហូតដល់បច្ចុប្បន្នបានគឺយូរមែនតើនេះខ្ញុំអត់ទាន់កើតផងដូចគ្នាយើងមិនទាន់កើតបើយើងក្មេងៗហ្នឹងហើយហើយចំណែកឯភរិយារបស់គាត់វិញឈ្មោះថាចិនឈីបាទអធិស្ឋានផងបើសិនជាមានកំហុសខុសឆ្គងដោយសារតែជាភាសាចិនចាយើងខ្ញុំអានជាភាសាអង់គ្លេសតែតង់ចិនចាប៉ាវចិនដែលមានឈ្មោះពិតថាជីនចៅឈុនហ្នឹងគឺជាម្ចាស់ពានរង្វាន់ Golden Bear Award បាទ Golden Bear Award ដែលជាតារាសម្ដែងនិងជាអ្នកនិពន្ធគាត់ជាតារាសម្ដែងជាអ្នកនិពន្ធទៀតនិងជាផលិតករទូទស្សន៍តៃវ៉ាន់ដែលមានឈ្មោះល្បីល្បាញបំផុតតាមរយៈការសម្ដែងរឿងបុរាណចិនដែលមានឈ្មោះថា Justice Bao នៅក្នុងឆ្នាំ1993គឺថារឿងហ្នឹងគឺយូរមែនតើប៉ុន្តែមកដល់សប្តាហ៍នេះជឿជាក់ថាគឺនៅតែល្បីសូម្បីតែក្មេងៗក៏គេចូលចិត្តរឿងហ្នឹងដូចគ្នានាងខ្ញុំចូលចិត្តដែរបាទដោយសារតែពួកយើងក្មេងមែនចាហើយនាងខ្ញុំឃើញថានៅក្នុងកញ្ចក់ទូទស្សន៍ឥឡូវហ្នឹងក៏មានចាក់ផ្សាយរឿងហ្នឹងទៀតដែរសូម្បីតែខ្មែរយើងតារាសម្ដែងខ្មែរយើងសិល្បៈខ្មែរដូចថាលេងកំ pl ាច់គេយកសម្ដែងជាឈុតប៉ាវចិនដោយសារតែរឿងហ្នឹងគឺការពេញនិយមខ្លាំងគេថាតុលាការមុខដៃហ្នឹងមែនតុលាការមុខដៃគឺមុខគាត់ខ្មៅពណ៌ដូចដែកចាបាទពណ៌ដូចដែកចាតែមកបាទអញ្ចឹងខ្ញុំជម្រាបជូនជាបន្តមុនឆ្នាំ2012លោកជីនចៅឈុនបានសម្ដែងតួជាតួឯកឈ្មោះថាប៉ាវចិនដែលនៅក្នុងភាសាចិនគេហៅថាប៉ាវឈីង包大人设地失言卢方代其向包大人请罪现空岛无属向以侠义闻名បាទជាង700ភាគហើយភាពយន្តហ្នឹងគឺថតនៅចាស់កន្លែងមែនតើចាបាទថតនៅហុងកុងថតនៅចិនដីគោកនិងថតនៅសិង្ហបុរីបាទហើយនៅឆ្នាំ1997លោកជីនចៅឈុនបានធ្វើហេរ៉ាញ់ប្រធានដើម្បីស្ទូឌីយោដែលមានឈ្មោះថាចៅឈុន Film Studio មានន័យថាគាត់បង្កើតស្ទូឌីយោថតខ្លួនឯងគឺពិតជាអស្ចារ្យមែនទែននៅឈីងតាវនៅក្នុងប្រទេសចិនដើម្បីថតរឿងប៉ាវចិននេះទៀតផងគឺការថតរឿងប៉ាវចិនហ្នឹងគឺថតនៅក្នុងស្ទូឌីយោដែលមានឈ្មោះថាចៅឈុនដែលគឺជាឈ្មោះរបស់គាត់តែម្ដងគឺចៅឈុន Film Studio បាទនៅក្នុងការសម្ដែងរឿងប៉ាវចិនធាន Legend of the Justice ប៉ាវចិនលោកប៉ាវចិនបាននិយាយថាគាត់រស់នៅក្នុងនាមជាតួអង្គប៉ាវចិននេះយូរមកហើយចា៎បាទប៉ាវចិនឬក៏ប៉ាវចិនធានហ្នឹងតែងតែបានទទួលនៅការជួយពីជំនួយការរបស់គាត់គឺអង្គរៈ2អង្គគឺ
លោកអង្គរចិនចៅនិងលោកកុងស៊ុនចានេះស្គាល់អត់ ស្គាល់តាមរយៈភាពយន្តរបស់គាត់ លោកច័ន្ទចៅគឺគាត់បកកាយក្បាច់គុណមែនអត់ចំណែកឯលោកកុងស៊ុនគឺបកកាយខាងគិតកំណាព្យការគិតរបស់គាត់គឺខ្លាំងមែនទែនដូច្នេះក្នុងសាច់រឿងហ្នឹងគឺតួអង្គរបស់លោកប៉ាវចិនហ្នឹងគឺជាតួអង្គដែលខ្លាំងដោយសារតែមានអ្នកជំនួយការពីរអ្នកដែលជំនួយការពីរបាទដូច្នេះហើយនៅក្នុងការចូលរួមក្នុងការផ្សព្វផ្សាយខ្សែភាពយន្តនេះដែលបានសម្ដែងជាមួយនឹងតារាសម្ដែងឈ្មោះថា Kinny Hao ដែលមានឈ្មោះខ្មែរយើងតែងតែហៅថាច័ន្ទចៅហ្នឹងគឺរួមជាមួយនឹងលោកនិងតួសម្ដែងមួយទៀតគឺលោក Fan Hong Son ដែលយើងសពថ្ងៃយើងស្គាល់គាត់ថាឈ្មោះកុងស៊ុនហ្នឹងបាទហើយនឹងចិនចៅឈុនដែលមានឈ្មោះដែលយើងហៅថាប៉ាវចិនបាទនិយាយឲ្យចំទៅគឺលោកប៉ាវចិនហ្នឹងមិនអាចសម្ដែងរឿងនេះបានល្អទេបើសិនបើគ្មានវត្តមានរបស់លោក Kinny Hao និងលោក Fan Hong Son ចូលរួមសម្ដែងជាមួយទេបាទចាហើយខ្សែភាពយន្តនេះហ្នឹងគឺផ្អែកទៅលើឯកសារប្រវត្តិសាស្ត្រស្ដីអំពីការស៊ើបអង្កេតរបស់តុលាការមុខដែកបាទដែលប៉ាវចិនហ្នឹងគឺជាភាពយន្តមួយដែលប្រជាជនចិនចាត់ទុកថាជាប៉ាវឈ្មោះប៉ាវចិនហ្នឹងគឺជានិមិត្តរូបនៃភាពយុត្តិធម៌ចាអូបាទអញ្ចឹងតាមរយៈព័ត៌មានដែលខ្ញុំបានជម្រាបជូនអំពីជីវិតពិតខ្លះៗរបស់លោកប៉ាវចិនដែលយើងស្គាល់ថាប៉ាវចិនតែឈ្មោះពិតរបស់គាត់គឺជីនចៅឈុនចានេះខ្ញុំគិតថាចាបើសិនជាកណាក៏ដើរតួធ្វើជាលោកប៉ាវចិនសមចាដូចតែអត់សមទេខុសមុខអត់ទេគឺយើងលៀបមុខយើងអាចលៀបមុខបានតោះយើងចាប់កម្មវិធីឬមួយក៏អីយើងកើតជាមួយនឹងកម្មវិធីផ្សេងៗយើងបង្កើតក្រុមយើងសម្ដែងឲ្យ3ឥឡូវចេះបើយើងបង្កើតក្រុមលោកកណេប៉ាវចិននាងខ្ញុំកុងស៊ុនចាជំរុំខ្ញុំតាតួអីបើញ៉ាំចិនចៅមិនដែរណាចិនចៅក្បាច់គុណអូចាលើកជើងអត់រួចតែប្រៃអាចកាន់ដើមបានតែមិនអាចកាប់ចាក់បានទេដោយសារតែចិត្តធម៌ចាមានចិត្តធម៌បាទអញ្ចឹងពីកម្មវិធីរបស់យើងនឹងផ្ដល់ជូននៅបទចម្រៀងជាភាសាចិនមួយបទចាបាទសង្ឃឹមថាលោកបច្ចេកទេសនឹងដាក់បទចម្រៀងជាភាសាចិនមួយបទដែលល្អបំផុតអញ្ចឹងយើងខ្ញុំនៅក្នុងវគ្គនេះនឹងសម្រាប់មួយ present ជួយជាមួយនឹងបទចម្រៀងហើយវគ្គក្រោយនឹងជម្រាបជូនជាបន្តអំពីខ្សែភាពយន្តនិងស្នាដៃផ្សេងៗរបស់ប៉ាវចិនដែលបានធ្វើកន្លងមកចា River FM 102.5 MHz月下门推，心细如你脚步碎，忙不迭，千年被拖，却难脱你的泪，真迹绝，真心能给谁？牧笛横吹，黄酒小菜有几碟，夕阳余晖如你的手却似醉，我奔一些，恶魔想不退，你动了余味，一缸酒下到底见了谁？不管风月，我体恤的一回，悬笔一绝的岸边浪尖叠，亲自和解。半截回梦一笑你婉约，恨了没？你要痛轻叹谁让你出这眉？二生归途有言是为，让雁南飞，转身一瞥你惊泪，举一把
月，手让回忆怎么睡，又怎么会心事蜜蜂绣花，写真这眼对，若花园点你会愿着谁？无关风月，我提取的一回，全凭一句的岸边浪尖叠，情字和节奏落笔都不对，而我杜绝你一生的了解。无关风月，我提取的你会，手术无愧，无惧人间是非。雨的娇艳，又小小了几页，我等着泪来提醒你爱谁。ចាគេថាបទចម្រៀងបទបានរំលងផុតពីអារម្មណ៍ប្រិយមិត្តទៅហើយយើងខ្ញុំទាំង3នាក់ក៏នឹងបន្តជម្រាបជូននៅជីវិតពិតចារបស់តឡាការមុខដែរគឺលោកប៉ៅចិននេះតែម្ដង ចានេះខ្ញុំសូមជម្រាបជូនមួយណាមិនចម្រៀងគេ play ជូន ចា ពិធីកររបស់យើងបរោះម្នាក់នេះគឺគាត់បានធ្វើតួប៉ៅចិន ចាចូលកាយវិការតែប៉ៅចិននេះចូលកាយវិការសូត្រកំណាព្យមួយដែលមានចំណងជើងថាអត់ដឹង ពិតជាមានន័យមែនពិតជាមានន័យមែនលោកអីគេលោកស្រីឈិនចៅ ដើរតួខ្លួនឯងអត់ចាំខ្លួនឯងមិនសួរគេអូខេឥឡូវមិញគេខាងតែអីគេតួឯកនាងខ្ញុំគឺកាប់ដាវអាចកាន់ដាវបាន គេទៅចែកពិតជាមានអត្ថន័យមែនអ្នកក្លាហានពូកែទាំងកំណាព្យនិងវិជាគុណ ចា ខ្ញុំគាត់ថាចាគេមានដាវគេមានអីនាងខ្ញុំជាមនុស្សស្រីមានបោះទេប្រដាប់ជូតទេហ៎បងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាយើងកាន់ទៅនឹងទៅពិតជាមានន័យមែនពូកែទាំងកំណាព្យនិងវិជាគុណ ចាមិនមែនទេពិតជាមានន័យមែនពូកែទាំងកំណាព្យពូកែទាំងកិច្ចការផ្ទះ អូខេមិនបាច់សរសើរមិនបាច់សរសើរ ទេអ្នកក្លាហាន ចាសូមជម្រាបជូននៅព័ត៌មានជាបន្តចាគឺវត្តមានរបស់ចិនចៅឈុនគឺលោកប៉ៅចិននេះតែម្ដងនៅក្នុងខ្សែភាពយន្តគឺគាត់មានស្នាដៃច្រើនកាលពីឆ្នាំ 1979 គឺគាត់សម្ដែងចាកាលពីឆ្នាំ 1979 គឺគាត់បានសម្ដែងនៅក្នុងរឿង The Fate ចាហើយបន្តមកទៀតគឺក្រោយនឹងមកគឺដល់ឆ្នាំ 1994 ក៏បានសម្ដែងរឿងមួយទៀតដែលមានចំណងជើងថា Family Affair ចាហើយសិតតែរឿងដែលល្បីចាសិតរឿងដែលល្បីតែម្ដងនៅក្នុងប្រទេសចិនណាបាទនៅក្នុងកម្ពុជាក៏ល្បីដែររឿងមួយចំនួនក៏បាននាំចូលមកដល់កម្ពុជាយើងដែរ ចាខ្ញុំអត់មានបាននិយាយថាល្បីនៅប្រទេសណាផ្សេងណា ចា គ្នាយើងហ្នឹង ចាគ្នាយើងនឹងឯងមានណាទៀត តែល្បីនៅក្នុងពិភពគុណពិភពគុណមកពួកយើងទាំង3ចាចាខាងវិធីកលយើងទាំង3មិនមែនល្បីក្នុងពិភពគុណទេបើតាមនាងខ្ញុំយល់គឺល្បីក្នុងពិភពបោកពិភពបោកខាងបោកចូលចិត្តបោកចិត្តបោកមកយើងចាដូចថាបើសិនចង់ខ្ចីលុយចង់បោកបន្ថែមអត់ចង់ដកទៅវិញទេចាតែខ្ចីលុយហ្នឹងហើយបានទេគាត់និយាយទៅខាង finance ណាចាគិតលុយច្រើនហ្នឹងហើយនិយាយហ្នឹងចង់ឲ្យគេខ្លួនឯងទៅរៀន finance ចាហើយនៅឆ្នាំ 1995 គឺគាត់បានសម្ដែងនៅក្នុងរឿង No Justice for All ចាហើយក៏មកក្រោយទៀតដល់ឆ្នាំ 2005 គឺគាត់បានសម្ដែងរឿងមួយទៀតដែលមានឈ្មោះថា Game of the Cat and Mouse ដែលគាត់ជាតួសម្ដែងមានឈ្មោះថាប៉ៅចិនដែរហើយគាត់គឺជាតួសម្ដែងហើយគាត់ជាអីទៀតទៅគាត់ជាអ្នកនិពន្ធទៀតចាគាត់ក៏ជាអ្នកនិពន្ធដែរពួកអីថារឿងហ្នឹងរឿង Game of the Cat and Mouse ហ្នឹងគឺលោកប៉ៅចិនគាត់ជាអ្នកនិពន្ធហើយគាត់ជាអ្នកសម្ដែងទៀតវ៉ាវចាកម្រមានអ្នកគាត់ដែលអាចនិពន្ធហើយគាត់សម្ដែងខ្លួនឯងទៀតចាបាទអនាគតទៅខ្ញុំ
ខ្ញុំមិនសំដៅសុំទោសគឺខ្ញុំមកនិពន្ធខ្លួនឯង ចាសំដែងខ្លួនឯងចាមើលខ្លួនឯង នាំក៏ខ្លួនឯងមើលខ្លួនឯង នៅម្យ៉ាងទៀតគឺល្បីតែខ្លួនឯង មើលតែផ្ទះយើងហ្នឹង អ្នកស្គាល់តែខ្លួនឯង អូខេ ចានិយាយទៅផលិតកម្មហ្នឹងមានឈ្មោះថាផលិតកម្មខ្លួនឯងចាហើយជាបន្តគឺវត្តមានរបស់គាត់នៅលើកញ្ចក់ទូរទស្សន៍វិញម្ដងកាលពីឆ្នាំ 1979 ចាការឈានជើងចូលទៅក្នុងវិស័យសិល្បៈគឺនិយាយទៅពីមុនគាត់ជាអ្នកនិពន្ធហើយដឹកនាំរឿងអីខ្លួនឯងចឹងណាចំពោះវត្តមានរបស់គាត់នៅលើកញ្ចក់ទូរទស្សន៍វិញសម្រាប់នៅឆ្នាំ 1979 គឺគាត់បានសម្ដែងនៅក្នុងរឿង The Legend of Imperial Consort ដែលគាត់ជាតួសម្ដែងមានឈ្មោះថាចៅលីស៊ូចានិយាយទៅសុំពិតជាលយមែនយើងអានអត់ចង់ចេញច្បាស់ខ្ញុំសុំឲ្យគេពិធីករពិធីការនេះមួយណា ចា ភាសាចិនអញ្ចឹងគេហៅភាសាចិន Chang Rai ចិន Chang Rai ចិន Chang Rai មានន័យថាយើងចេះចិនដែរចេះគេដែរយើងអីក៏ចេះដែរពីជប៉ុនក៏ចេះចិនក៏ចេះអូភាសាទាំងអស់ចេះទាំងអស់យើងធ្វើកម្មវិធីព័ត៌មានចាអន្តរជាតិអញ្ចឹងយើងត្រូវចេះហើយចាមិនឃើញពិធីករពិធីការនេះគឺមានសិល្បៈចេះបន្តិចទួញតិចមកយើងឃើញល្បីមានឃើញអត់កញ្ញាឥឡូវជាមួយនឹងកណាចេះចិនទៀតចាចេះច្រើនណាស់ឃើញនេះសូមជម្រាបជូនជាមួយនឹងអត្ថបទទៀតចាកាលពីឆ្នាំ 1988 គឺគាត់បានសម្ដែងនៅក្នុងរឿងប៉ាឈៀនលីលូយុនហ៊ីដែលគាត់មានឈ្មោះថាឈីនហ៊ុយហើយសម្រាប់ឆ្នាំ 1993 គឺគាត់បានសម្ដែងនៅក្នុងរឿងមួយទៀតដែលមានចំណងជើងថា Justice Pao ហើយដែលឈ្មោះរបស់គាត់នោះគឺប៉ាវចិន Champion won Golden Bell Award for Best Leading Actor in a TV Series ចាហើយចាបានពានរង្វាន់2ឆ្នាំเนาะហើយយើងទាំង3នាក់មានបានពានរង្វាន់អីយើងចិត្តបានពានរង្វាន់ឬថាចិត្តមានគេឧបត្ថម្ភពានរង្វាន់ឲ្យយើងមួយមិនគេឧបត្ថម្ភអីយើងមានម្នាក់មួយចាយកទៅខ្លួនឯងឆ្នាំ 1994 គឺគាត់បានសម្ដែងរឿង Heavenly Ghost Catcher ចាដែលគាត់មានឈ្មោះថាចុងខុយនិងប៉ាវចិនមានឈ្មោះពីរណោះចុងខុយនិងប៉ាវចិនក្នុងការអានភាសាចិនគឺចំតង់មែនទេអត់ខ្ញុំនេះខ្ញុំនិយាយថាភាសាចិនកញ្ញាលិចនៅខាងណាវិញមិនមែនចិនកពតទេណាចាមិនមែនចិនកពតទេហើយក៏មិនមែនចិននេះខ្ញុំចិនប៉ែប៉ែនេះខ្ញុំចិនឆេងរាយហើយចិនអេលិចកណាលចិនដែរចិនអីមួយទៀតហ៎ចិនក្បងចុះអេលិចតែមានហ្មងចិនចានិយាយលេងទេគឺនិយាយទៅខ្ញុំខាងពិធីករទាំង3សុទ្ធតែចិនដោយសារតែមានមើលទៅខ្សែភ្នែកណាភ្នែកកាត់ចិននិយាយទៅភ្នែកតឹងចាអ្នកដែលភ្នែកតឹងគឺចិនតែមិនអញ្ចឹងហ៎ខ្ញុំគឺធំស្អាតណាស់អត់តឹងទេធំមកអីអត់អីទេចាដូច្នេះអត្ថបទរបស់កញ្ញាសូមបញ្ចប់ត្រឹមនឹងតែម្ដងឬមួយកញ្ញាមិនគឺថាព័ត៌មាននេះក៏អត់ទាន់បានបញ្ចប់ដែរកញ្ញាខិតថតក៏នឹងជម្រាបជូនបន្តទៀតមុននឹងបន្តជាមួយនឹងព័ត៌មានបន្ថែមរបស់ខាងតារាគឺលោកប៉ៅចិនសូមរីករាយជាមួយនឹងបទចម្រៀងមួយបទទៀតសិន River FM 102.5 MHz生活我开始写小说好多画面好多灵感我要把它飞了给你像口不小心经过你的车子依旧停在红线放你就罚单你叫我别管我才想到我们已经分开想起那一个夏天那不是那是冬天想起你熟悉的你每天就像冬天爱爱爱你说那是爱月亮还是太阳是谁救了谁是谁的回忆爱你说一分开为什么还要把你再
怕吧，不用跟朋友说吧。如果以后和好了，看到你朋友不是很尴尬。想起那一个夏天，那不是，那是冬天。想起你自己的你，每天就像冬天。爱，你说那是爱。跟谁不是的计划，是回忆，我写的小说中把是空白。你说既然你也放开，为何还要帮你测猜？我不会帮你记两滴啊，你想被有人可有人灭掉。ចឹងវិលមកជួបគ្នាសាជាថ្មីនៅក្នុងវគ្គទី4ដែលជាវគ្គចុងក្រោយនៅក្នុងកម្មវិធី Art International Talk Show តែនៅក្នុងសប្តាហ៍នេះដូចយើងជម្រាបពីខាងដើមចឹងគឺជម្រាបជូនពីចាគឺលោកប៉ៅចិនបាទប៉ៅចិនដែលនៅក្នុងវគ្គនេះគឺជាទូនាទីរបស់ Cake Talk ក្នុងការជម្រាបជូននៅព័ត៌មានលម្អិតផ្សេងៗទៀតអំពីលោកប៉ៅចិនហើយសូមស្ដាប់ជាមួយនឹងការបញ្ចេញសំនៀងជាភាសាចិនរបស់កញ្ញា Cake Talk បាទញ៉ាបាយឈឹមញ៉ាំបាយឆាចិនដែរតែយើងហៅថាចិនកលាស់ចាខ្មែរចានេះខ្ញុំសូមជម្រាបបន្តជាមួយនឹងប្រវត្តិរបស់លោកប៉ៅចិនដែលនៅគាត់មានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ដូច្នេះខ្ញុំសូមជម្រាបជូនបន្តជាមួយនឹងបន្តពីកញ្ញាអេលិចនៅក្នុងឆ្នាំ1994លោកប៉ៅចិនគឺគាត់បានថតនៅរឿងមួយនៅលើកញ្ចក់ទូរទស្សន៍ដែលមានចំណងជើងថា Heavenly Ghost Culture 2ដែលនៅក្នុងនោះគាត់បានដើរតួជាតួសម្ដែងឈ្មោះថាចុងខួយនៅក្នុងឆ្នាំ1998គឺគាត់បានថតជាមួយនឹងខ្សែរឿងមួយទៀតនៅលើកញ្ចក់ទូរទស្សន៍ដែលមានចំណងជើងថា Thunderstorm Reader ដែលនៅក្នុងនោះគាត់បានដើរតួជា Monk Stone ដូចជាឈ្មោះបរទេសណាហើយនៅក្នុងឆ្នាំ2003គឺគាត់បានថតជាមួយនឹងរឿងមួយទៀតគឺ Return of George Bao ដែលនៅក្នុងនោះគាត់មានឈ្មោះថាប៉ៅចិនដែលគាត់គឺបានចូលរួមធ្វើជាផលិតករផងដែរអីយ៉ាដើរតួទៅជាផលិតករផងដើរតួជាតួសម្ដែងផងចាដើរតួជាផលិតករយ៉ាងម៉េចទៅកញ្ញាគេថតដើរតួជាផលិតករយ៉ាងម៉េចបែរថាគាត់ផលិតខ្សែរឿងដោយខ្លួនឯងហើយគាត់សម្ដែងចាំន័យថាគាត់ជាផលិតករបាទគាត់ចូលរួមធ្វើជាផលិតករគាត់ចូលរួមសហការជាមួយនឹងផលិតករដទៃទៀតណាមិនគាត់ជាផលិតករហើយជាតារាសម្ដែងទៀតបាទហ្នឹងហើយដូចយើងទាំង3នាក់អញ្ចឹងយើងរាល់ថ្ងៃយើងមិនមែនជាពិធីករណីពិធីករតែប៉ុណ្្នឹងទេគឺយើងមានជំនាញផ្ទាល់ខ្លួនទៀតដូចជារូបកញ្ញាអេលិចគឺគាត់មានជំនាញផ្ទាល់ខ្លួនរបស់គាត់គឺគេបានលើសពី8ម៉ោងចានាងខ្ញុំក៏មានជំនាញផ្ទាល់ខ្លួនរបស់នាងខ្ញុំដែរគឺញ៉ាំបាទញ៉ាំអ
ok mấy em lấy cắt cho mình chôn cho mình nên chừng nhìn vào con nó chạy ban 7 4 màu đợt về nên nhóm cứ đi chạy ban 4 thế phải lâu ấy lôi đó trong này chúng mình bên trôi cho từng quý năm mọt lê và nên kêu mà bên chùm nên bậc cài ở sông lưới mạ trai sông lưới đồng man chụp chơi nè ba chụp chơi mến chụp sao cứ vậy thì ngâm ca sắc xa vẫn cứ ồ là om tụ thật sạch mình tụ họp chừng nào thằng lại lịch mới họp bị khom nè tới cái lịch pi ra và lịch pi cái thằng chừng nào mình được pin nè ok nên cho tôi một to chịu mùi ôi mưa bẹp mò đây cho nênខ្ញុំសូមបន្តជាមួយនឹងប្រធានបទនេះតែម្ដងចានៅក្នុងឆ្នាំ2007គឺគាត់បានថតរឿង Legends of Bai Yu Tang ដែលនៅក្នុងនោះគាត់ដើរតួជារឿងប៉ាវចិនហើយនៅក្នុងឆ្នាំ2008វិញគាត់ដើរថតជាមួយនឹងរឿងមួយគឺ Justice Bao ហើយគាត់បានដើរតួជាប៉ាវចិនដែលគាត់គឺជាអ្នកនិពន្ធផងនិងតួសម្ដែងផងហើយនៅក្នុងឆ្នាំ2010គាត់បន្តជាមួយនឹងខ្សែរឿងភាពយន្ត Justice Bao ហ្នឹងគឺវគ្គ1ដែលគាត់បានដើរតួជាដដែលហើយគាត់ចូលរួមដើម្បីធ្វើជាផលិតក្នុងកម្មវិធីនេះផងដែរមិនត្រឹមតែប៉ុណ្ណោះទេគឺនៅឆ្នាំ2011វិញគឺគាត់បានតជាមួយនឹងខ្សែរឿងភាពយន្តកាលពីឆ្នាំ2010នោះគឺវគ្គ2គាត់ដើរតួដដែលហើយនៅក្នុងនោះគាត់ធ្វើជាផលិតករផងដែរហើយនៅក្នុងឆ្នាំ2012គឺនិយាយទៅមួយឆ្នាំថតមួយឆ្នាំថតមួយភាគបាទចឹងនោះគឺខ្សែភាពយន្តវិញដល់ទៅ700ភាគអូខេមាន700ភាគប៉ុន្តែអូចឹងមិនថារឿងហ្នឹងគឺថតយូរមែនតើហើយក៏ចាក់បញ្ចាំងដោយសារតែតាមរយៈអត្ថន័យនៃខ្សែភាពយន្តហ្នឹងគឺយើងមើលអត់ចេះសាមេហើយគឺមានអានកំបាំងឲ្យយើងតាមដានរហូតតែម្ដងចានៅក្នុងភាពយន្តប៉ាវចិនជាភាពយន្តដែលនិយាយពីកិច្ចប្រឹងប្រែងក្នុងការស៊ើបអង្កេតយ៉ាងឈ្មោះនិងដោះស្រាយរឿងក្តីអាចកំបាំងជាច្រើនរបស់ម្ចាស់សំណាក់ខៃហ្វុងប៉ាវចិនឆ្មាពិឃាតចិនចៅនិងលោកកុងសុនចាស់ជាតួរបស់នាងខ្ញុំតែម្ដងគឺគេមានអាវុធនាងខ្ញុំក៏មានអាវុធចានៅក្នុងអត្ថបទរបស់យើងថ្ងៃនេះគឺបានបញ្ចប់ទៅហើយដែលនិយាយអំពីលោកប៉ាវចិនយើងនៅមាននៅក្នុងថ្ងៃស្អែកថ្ងៃអាទិត្យយើងនឹងជម្រាបជូននៅព័ត៌មានអំពីតារាភាពយន្តចិនមួយមុខទៀតអញ្ចឹងសង្ឃឹមថាយើងទាំង3នាក់នឹងចេះភាសាចិនកាន់តែច្រើនហើយបាទហើយកុំភ្លេចរងចាំស្ដាប់ជាមួយនឹងកម្មវិធីរបស់យើងនៅក្នុងថ្ងៃស្អែកជាបន្តទៀតបាទអញ្ចឹងនៅក្នុងការចុងក្រោយនេះក៏សូមជម្រាបជូនដំណឹងទៅដល់មិត្តដែលស្ដាប់ទាំងអស់គ្នាកុំភ្លេចចូលទៅទស្សនាជាមួយនឹងគេហទំព័ររបស់វិទ្យុទន្លេគឺចូលទៅតាមរយៈអាស័យដ្ឋាន www.tonlefm.com និងដើម្បីក្លាយទៅជា fan របស់វិទ្យុទន្លេសូមចូលទៅកាន់ទំព័រ Facebook របស់យើងគឺតាមរយៈទន្លេ Station យើងអាច search ទន្លេ Station ឬមួយក៏ចូលតាមរយៈអាស័យដ្ឋានដែលយើងដាក់ថា www.facebook.com/tonlefm បាទអូខេនៅក្នុងកម្មវិធីរបស់យើងនៅពេលនេះក៏ដល់ទីបញ្ចប់ទៅហើយយើងទាំង3នាក់ក៏សូមខន្តីអភ័យទោសបាទរាល់កំហុសខុសឆ្គងនៅពាក្យសម្ដីទាំងឡាយណាដែលមិនសមគួររួមជាមួយនឹងការអានជាភាសាចិនមិនត្រូវជាមួយនឹងពាក្យចំរបស់ភាសាចិនក៏សូមអធិស្ឋានវត្តមាននៅក្នុងកម្មវិធី Art International Talk Show វត្តមានរបស់លោកនាងខ្ញុំ Cake Talk ខ្ញុំបាទកាណែលចានាងខ្ញុំអេលេចសូមអរគុណសូមគោរពលាបាយបាយ看似个鸳鸯蝴蝶，不应该的年代。
像那东流水，离我远去不可留。今日乱我心多烦忧。抽刀断水水更流，举杯消愁愁更愁。明朝清风似飘流。由来只有新人笑，有谁听到旧人哭？爱情